នេះគឺជាវីដេអូទី2នៅក្នុងការប្រើប្រាស់កម្មវិធី Word ក្នុងវីដេអូមួយនេះយើងនឹងមករៀនអំពីការដាក់តាក់ទិញនិងការបង្កើតអត្ថបទដើម្បីដាក់តាក់ទិញបាននៅក្រោមបារវចនាយើងត្រូវមាន font តាក់ទិញមួយដែរសម្រាប់អ្នកគ្នាដែលអត់ទាន់មានអ្នកគ្នាអាចទៅយកក្នុងក្រុម Telegram ដែលមានបានដាក់ link នៅក្នុង description ខាងក្រោមតាក់ទិញគឺមានភាពងាយស្រួលទេអ្នកនេះក៏ដូរ font ខ្មែរទៅភាសាអង់គ្លេសតោះមកយើងចូលទៅកន្លែង font តោះមកយើងយកពាក្យថាតាក់ទិញឬមួយក៏វាមានសញ្ញាបែបហ្នឹងយើង select លើវាមកណាចឹងបន្ទាប់ពីយើងដាក់ font តាក់ទិញរួចយើងគាត់តែវាយនៅកន្លឹះឬក៏កូដរបស់វាគឺអក្សរ O 2 ដងលេខ2អក្សរ S 2 ដងទៅវានឹងចេញតាក់ទិញដែរខ្ញុំបានបង្ហាញហ្នឹងឯងអញ្ចឹងការដាក់តាក់ទិញក៏បានបញ្ចប់យើងចូលមេរៀនថ្មីគឺការប្រើប្រាស់ tab វិញម្ដងការប្រើប្រាស់ tab គឺអាស្រ័យទៅលើបន្ទាត់នៅខាងឆ្វេងនិងនៅខាងលើហើយនឹងចំណុចដែលត្រួតមួយនេះគឺសម្រាប់កំណត់ page វាយពីឆ្វេងទៅស្ដាំឬមួយក៏ពីកណ្ដាលឬមួយក៏ពីស្ដាំមកឆ្វេងវិញឥឡូវខ្ញុំលើកឧទាហរណ៍ថាខ្ញុំវាយពីកណ្ដាលមកវិញអញ្ចឹងខ្ញុំវាយពីកណ្ដាលខ្ញុំត្រូវចុចកន្លែង tab នេះខ្ញុំដូរពីកន្លែង tab ខាងខ្ញុំទៅដូរទៅជាកណ្ដាលដូរវាលុតសញ្ញាកណ្ដាលមកតោះមកខ្ញុំដៅនៅលើបន្ទាត់វាមួយចុចជាប់មកយកអស់វាបន្តិចយើងលេងមើលថាมันល្មមតែអត្ថបទយើងមិនវែងពេកអូខេខ្ញុំសម្រាប់យកប៉ុណ្ណឹងតមកទៀតយើងចាប់តាមវាយអក្សរចឹងយើងវាយអក្សរបញ្ចូលមកណាបន្ទាប់ពីយើងវាយអត្ថបទរួចយើងគ្រាន់តែដាក់ cursor នៅដើមបន្ទាត់នៃអត្ថបទរបស់យើងឬហើយយើងគ្រាន់តែចុចនៅលើ keyboard របស់យើងចុចពីថា tab ទៅយើងដាក់ cursor ហើយយើងចុចពីថា tab នៅលើ keyboard វានឹងលោតចូលកណ្ដាលហើយអូខេអញ្ចឹងវាលោតចូលកណ្ដាលយើងដាក់ជួយទី2ដាក់ cursor ដល់បន្ទាត់យើងចុច tab ទី3យើងចុច tab ទៀតមកអូខេឃើញយើងវាត្រង់ជួរវាស្មើស្អាតនេះគឺជាលក្ខណៈសម្បត្តិរបស់ tab អញ្ចឹងវីដេអូរបស់យើងក៏បញ្ចប់តែត្រឹមហ្នឹងអញ្ចឹងកុំភ្លេច subscribe មានផងដើម្បីតាមដាននៅវគ្គបន្តទៀតអញ្ចឹងយើងជួបគ្នានៅ3ថ្ងៃក្រោយបាទសូមអរគុណ